បាទជំរាបសួរបងប្អូនទីនេះគឺជាផ្ទះសំណាញ់មួយនៅខាងស្រុកជើងព្រៃបងប្អូនឃើញដីកន្លែងនេះគឺជាប្រភេទដីកណ្ដេងដីដែលស្អិតពិបាកក្នុងការស្រោចទឹកហើយជាប់ទឹកបើអត់ស្រោចគឺវារឹងក្តាំងពេលយើងស្រោចទៅវាជាប់ទឹកធ្វើឲ្យការដាំដុះរបស់យើងនឹងវាមានបញ្ហាមែនទែនអញ្ចឹងកន្លងផុតការធ្វើពីវគ្គនៅក្នុងផ្ទះសំណាញ់នេះឥឡូវនេះយើងរកឃើញរូបមន្តមួយគឺការកែប្រែដីបាទអញ្ចឹងទី1ការកែប្រែដីពីដីកណ្ដេងដែលបាក់ក្នុងការដាំនេះឲ្យคล้ายជាដីដែលអាចដាំបន្លែបានល្អប្រសើរដូចគេដូចឯងដែរទី1គឺយើងការកែប្រែដីនេះគឺយើងដាក់ប្រភេទជាដីសម្រាប់របស់ក្រុមហ៊ុនរថយន្តបាទដីសម្រាប់មួយមុខមិនគ្រប់គ្រាន់ទេចំណុចទី2ទៀតគឺបងប្អូនឃើញនៅខាងក្រោយខ្នងខ្ញុំនេះគឺវគ្គនេះមិនថាវគ្គនេះទេវគ្គមុនដែលយើងបានធ្វើឲ្យយើងជោគជ័យបាទគឺការដាក់ធ្យូងកាមបាទអញ្ចឹងវគ្គនេះគឺយើងចាប់ផ្ដើមដាក់ធ្យូងកាមម្ដងទៀតនៅពេលដែលយើងចាប់ផ្ដើមធ្វើវគ្គថ្មីនេះបាទអញ្ចឹងការប្រើដោយការដាក់ដីសម្រាប់ដោយការដាក់ធ្យូងកាមគឺជាវិធីមួយដែលល្អមែនទែនសម្រាប់ដំណាំបាទពិសេសដីដែលខ្ញុំជំរាបជូនថាដីដែលកណ្ដេងដីដែលស្អិតដែលជាប់ទឹកខ្លាំងធ្វើអីអត់កើតបាទប៉ុន្តែការកែប្រែដីនេះដោយការដាក់ដីសម្រាប់ដោយការដាក់ធ្យូងកាមនេះដែរគឺវាជាជំហានមួយដែលកែប្រែដីឲ្យវាប្រសើរឡើងហើយអ្វីដែលសំខាន់មុននឹងបងប្អូនដាំដំណាំមិនថាបន្លែផ្លែឈើអីទេគឺកុំភ្លេចម្សៅកបោកសិកម្មដោយសារម្សៅកបោកសិកម្មគឺជាប្រភេទម្សៅកបោដែលទៅសម្រាប់ពពួកមេរោគដីទៅសម្រាប់ពពួកមេរោគផ្សិតនិងកាកសំណល់ផ្សេងដែលយើងដាំហើយពីមួយវគ្គទៅមួយវគ្គដែលសល់ធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធនឹងដំណាំរបស់យើងទោះបីជាយើងបានកែដីដាក់ធ្យូងកាមដាក់ដីសម្រាប់ហើយក៏ដោយតែយើងនៅតែមានតម្រូវការដាច់ខាតគឺម្សៅកបោកសិកម្មបាទបន្ទាប់ពីការដាក់ម្សៅកបោកសិកម្មហើយហើយយន្តនៅមានផលិតផលមួយទៀតគឺជាប្រភេទជីទ្របាតជាប្រភេទជីធម្មជាតិដែលផ្សំពីកាកសំណល់បន្លែផ្លែឈើនិងសារធាតុកាកសំណល់ស្រីរាងច្រើនមុខពិសេសយើងមាន NPK ច្បាស់លាស់ដើម្បីធ្វើឲ្យដំណាំរបស់យើងមានការលូតលាស់ល្អ NPK មានន័យថាជីដែលមាន NPK ច្បាស់លាស់យើងកំណត់ NPK ច្បាស់លាស់វាល្អជាងប្រភេទកំប៉ុស្តបាទហើយអ្វីដែលពិសេសទៀតមុនបន្ទាប់ពីយើងប្រើម្សៅកបោហើយបន្ទាប់ពីយើងដាក់ជីត្របាតហើយជីទឹកគឺជាជីដែលមានអត្ថប្រយោជន៍មានគុណប្រយោជន៍ខ្លាំងសម្រាប់វគ្គលូតលាស់ពិសេសគឺបន្លែដែលការលូតលាស់ផ្នែកដងដើមស្លឹកបាទអញ្ចឹងពិសេសគឺជីទឹកបងប្អូនកុំភ្លេចបើសិនជាយើងមានជីត្របាតជាងការប្រែដីហើយយើងអត់បានដាក់ជីទឹកសម្រាប់បាញ់បំពន់ទេការលូតលាស់ក៏វាអត់ពេញលេញដែរអញ្ចឹងអ្វីដែលសរុបមកវិញទី1ការប្រែដីដែលដាក់ម្សៅសុំទោសដែលដាក់ធ្យូងកាមជាមួយនឹងដីសម្រាប់ទី2គឺជីត្របាតទី3គឺម្សៅកបោកសិកម្មនិងទី4គឺជាឈុតជីទឹកដែលយើងផលិតនៅខាងក្រុមហ៊ុនរថយន្តបាទអញ្ចឹងឈុតទាំងអស់នេះគឺជាតម្រូវការរបស់ដំណាំបាទបងប្អូនដែលធ្វើកសិកម្មបងប្អូនគិតអត់ផុតទេពីផលិតផលទាំង4មុខដែលខ្ញុំរៀបរាប់នេះអញ្ចឹងបងប្អូនត្រូវការទាំងបច្ចេកទេសបងប្អូនត្រូវការជាប្រភេទជីជាផលិតផលរបស់ក្រុមហ៊ុនបងប្អូនអាចតាក់ទងមកបានតាមរយៈការទម្លាក់លេខនៅក្នុងខមមិនឬមួយក៏ខលផ្ទាល់មកតាមទូរស័ព្ទដែលយើងខ្ញុំដាក់នៅខាងលើបាទអូខេអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះវគ្គក្រោយខ្ញុំនឹងចែកម្លែកតាក់ទងនឹងបច្ចេកទេសផ្សេងជូនបងប្អូនទស្សនាបាទសូមអរគុណ